ខ្ញុំពិតជាមិនទៅជាមួយអ្នកដើម្បីយកគម្ពីរទេឥឡូវខ្ញុំនឹងត្រឡប់ទៅវិញខ្ញុំនឹងទៅយកទំនិញកាសែតពីមុនអ្នកនិយាយថាថ្នាំថេងសែនសេងឥឡូវអ្នកថាអ្នកទៅយកគម្ពីរខ្ញុំសង្ស័យអ្នករាល់ថ្ងៃអ្នកមិនខាត់ខ្ញុំទេអ្នកមិនខ្លាចខ្ញុំត្រឡប់ទៅស្លាប់ទេខ្ញុំគ្រាន់តែសួរអ្នកថាបើទោះជាអ្នកទៅយកគម្ពីរហើយបើថេងសែនសេងនឹងពួកគាត់តាមទាន់តើធ្វើដូចម្តេចអ្នកភូមិម្នាក់នោះមិនបាននិយាយទេស្ដេចនឹងរៀបចំពិធីជប់លៀងធំរយៈពេល10ថ្ងៃពួកគាត់នៅសល់10ថ្ងៃទៀតតោះយើងប្រមូលមនុស្សគ្រប់គ្រាន់ហើយចេញដំណើរភ្លាមខ្ញុំនឹងជឿអ្នកជាលើកចុងក្រោយបងធុននិយាយហើយថានេះឯងជាអ្នកអញ្ជើញខ្ញុំទើបខ្ញុំព្រមផឹកទឹកបន្តិចទៅឯងកុំខ្វល់ពីខ្ញុំព្រះທາງជាប្រុសឬជាស្រីប្រុសរួចហើយមិនទៀតជាព្រះសង្ឃមួយអង្គសូមសួរថារូបរាងរបស់គាត់មានលក្ខណៈពិសេសអ្វីខ្លះមិនដឹងទេគូមិនទៅអ្នកជាអ្នកគូរូបសោះមកសួរខ្ញុំវិញមិនឆ្ងល់ទេគ្មានអ្នកណាមកជួលឯងគូរូបសោះឯងអត់បានការប៉ុន្មានហើយនៅមិនថែរក្សាអតិថិជន2នាក់យើងទៀតស៊ុនអ៊ូខុងជាស្វាប៉ាចែជាជ្រូកហើយនៅមានសិស្សម្នាក់ទៀតតើជាអ្វីទៅទោះជាគាត់មិនបាននិយាយសោះអីគេហេឯងគូតាមអារម្មណ៍ទៅអីយ៉ាឯងមានអហមានអារម្មណ៍ថាមានអ្វីមិនប្រក្រតីទេអារម្មណ៍ដែលមនុស្ស4នាក់នេះផ្ដល់ឲ្យវាមិនមែនជាអារម្មណ៍របស់អ្នកទៅចម្លងគម្ពីរទេអ្នកដឹងទេតើអារម្មណ៍របស់អ្នកទៅចម្លងគម្ពីរវាបែបណាទៅមិនមែនអ្នកជាវិចិត្រក៏ទេអ្នកសួរខ្ញុំទៀតហើយមួយជើងទៀតគឺថាតើអ្នកដឹងទេគឺវាមិនសូវអស្ចារ្យទេក្បាលពណ៌ស្ករត្នោតតូចពេកហើយបើក្បាលធំជាងនេះបន្តិចប្រហែលជាអស្ចារ្យជាងនេះហើយមើលទៅបង់លុយការងារនេះធ្វើលែងកើតហើយចំពោះស្តង់ដារខ្ពស់និងតម្រូវការតឹងរ៉ឹងរបស់អតិថិជនខ្ញុំតែងតែបំពេញដោយគ្មានលក្ខខណ្ឌនិងអស់ពីចិត្តជានិច្ចខ្ញុំខុសហើយគឺវាជាមូលហេតុរបស់វាត្រូវហើយធ្វើឲ្យអ្នកចូលចិត្តដូចមែនទែនស៊ុនអ៊ូខុងនិងអ្នកនោះទៅរកណែណាយកផែនទីទៅរកទៅ